ព្រះអង្គម្ចាស់ទី5លួចធ្វើឃាតលីនវាងធ្វើឲ្យជើងទាំងពីរពិការដើម្បីកិច្ចវេសពីការរៀបការទើបបង្ខំឲ្យខ្ញុំឡើងលើកៅអីសែងរៀបការជំនួសព្រះមានព្រះនេតទ្រង់បានប្រទានឱកាសឲ្យខ្ញុំរស់ឡើងវិញម្ដងទៀតកូនឲ្យលើកនេះម៉ែប្រកាសជាការពារកូនឲ្យមកកាន់លោកនេះដោយសុវត្ថិភាពនរណាក៏ដោយដែលចង់ធ្វើបាបកូនម៉ែនឹងកម្ចាត់ពួកគេឲ្យអស់ហឹមទៅកាន់ផ្លូវប្រលឹងជាមួយអាពូចង្រៃនៅក្នុងពោះឯងទៅអ្នកនាងហេតុអ្វីបានជាអ្នកនាងបើកស្បែកគ្រប់មុខដោយខ្លួនឯងបែបនេះយានប៉ៅដឹងថាអ្នកនាងអាអន់ចិត្តប៉ុន្តែឥឡូវនេះរឿងរ៉ាវបានហួសអស់ទៅហើយអ្នកនាងគិតឲ្យស្រឡះចិត្តទៅល្អជាងមួយជីវិតខ្ញុំរងការមើលងាយនិងសើចចំអកមានតែយានប៉ៅម្នាក់គត់ដែលការពារខ្ញុំដោយស្មោះប៉ុន្តែចុងក្រោយបែរជាត្រូវស្លាប់ព្រោះតែខ្ញុំហើយបើទោះជាគ្រួសារមិនចង់ឲ្យខ្ញុំរៀបការចូលភូមិគ្រឹះលីនវាងខ្លាំងយ៉ាងនេះធ្វើជាលីនវាងហ្វៃខ្ញុំនឹងធ្វើឲ្យបានពិតជាល្អណាស់អ្នកនាងប្រញាប់គ្រប់ស្បែកមុខវិញទៅក្រុមដង្ហែការមកដល់ហើយលីនវាងមានស្នាដៃចម្បាំងជាច្រើនប្រសិនបើជើងទាំងពីរមិនពិការទេគាត់ច្បាស់ជាបេក្ខភាពតែមួយគត់សម្រាប់តំណែងរាជយាតមានតែទទួលបានការការពារពីគាត់ទេទើបខ្ញុំអាចការពារកូនបានល្អលើថាអ្នកដែលត្រូវភ្ជាប់ពាក្យជាមួយលីនវាងដើមឡើយគឺអ្នកនាងធំនៃត្រកូលមូរងម៉ានតែមុនពេលឡើងកៅអេសែងបែរជាត្រូវអ្នកនាងទី9ដណ្ដើមការរៀបការទៅវិញមូរងជាវអ្នករាល់គ្នាមិនទាន់ដឹងទេមូរងជាវនេះមានសម្រស់អាក្រក់ហើយថែមទាំងមានផ្ទៃពោះកូនឥតខាន់ស្លាពីទៀតផងលីនវាងជើងទាំងពីរពិការត្រូវរស់នៅលើទេរុញពេញមួយជីវិតតើនរណាចង់រៀបការជាមួយមនុស្សពិការទៅហាស្រីអាក្រក់ការជាមួយមនុស្សខ្វិនពិតជាសំគ្នាណាស់ហាអីយ៉ាហាពិតមែនហើយមូរងជាវបានលេបថ្នាំសម្រួលអារម្មណ៍បន្តិចទៀតពេលនាងដឹងខ្លួននាងច្បាស់ជាបាក់ស្បែកមុខបង្កចំនួនក្នុងពិធីការជីមិនខានធ្វើបែបនេះមិនត្រឹមតែអាចលុបចោលការរៀបការរបស់គ្រួសារទាំងពីរប៉ុណ្ណោះទេថែមទាំងធ្វើឲ្យកិត្តិយសរបស់រាជបុត្រជាន់ខ្ពស់ត្រូវខូចខាតទៀតផងជួយមួយបានពីតែម្ដងហាស្ងាត់ពុកអាដែងព្រះនាងយាងមកដល់ហើយអ្នកនាងធំនៃត្រកូលមូរងមកដល់ហើយប្អូនស្រីទី9ធ្វើត្បិតតែឯងបានដណ្ដើមការរៀបការដែលជារបស់យើងក៏ដោយតែក្នុងនាមជាបងស្រីធ្វើម្ដេចនឹងប្រកាន់ខឹងនឹងឯងទៅឲ្យតែឯងរៀបការហើយមានក្តីសុខមានសុភមង្គលបងស្រីក៏ហើបងស្រីតើបងកំពុងនិយាយអ្វីហ្នឹងអាពាហ៍ពិពាហ៍មួយនេះមិនមែនជាបងដែលស្ម័គ្រចិត្តប្រគល់ឲ្យខ្ញុំទេឬអី